ពីមួយវគ្គទៅមួយវគ្គខ្ញុំជឿថាបងប្អូននឹងទទួលបានចំណេះដឹងជាច្រើនពីការសម្រាយវីដេអូ The Secret របស់លោកគ្រូតុនសុបិនហើយនៅវគ្គបន្តនេះគឺវគ្គ4បងប្អូនកាន់តែច្បាស់បងប្អូនទៅតាមដានជាមួយនឹងខ្ញុំបុស្បាតោះឥឡូវយើងចាប់ផ្ដើមទាំងអស់គ្នាមានអារម្មណ៍បែបណានោះទេវានឹងឆ្លុះបញ្ចាំងមកវិញយ៉ាងល្អឥតខ្ចោះនៅក្នុងដំណើរការប្រែក្លាយនេះលោកអ្នកនឹងទទួលបានអារម្មណ៍មួយយ៉ាងពិតប្រាកដវាមិនមែនពឹងផ្អែកទៅលើអ្វីមួយដែលលោកអ្នកគិតទេនេះហើយគឺជាមូលហេតុនៅពេលដែលពួកគេឈានជើងចុះពីលើគ្រែគេចាប់ផ្ដើមបំរែបំរួលរយៈពេល1ថ្ងៃគឺបែបនេះបាទអញ្ចឹងកន្លែងនេះគេចង់និយាយថានៅពេលដែលយើងក្រោបឡើងពីព្រឹកមានន័យថាច្បាប់នៃការស្រូបទាញក៏នឹងចាប់ផ្ដើមធ្វើការឡើងហើយច្បាប់នៃការស្រូបទាញវាធ្វើការវាឆ្លើយតបជាមួយនឹងអារម្មណ៍ផងយើងអញ្ចឹងបើសិនជាមួយថ្ងៃហ្នឹងគឺមានន័យថាបើសិនជាចាប់ពីព្រឹកឡើងយើងពុំមានអារម្មណ៍ល្អនោះទេអញ្ចឹងមានថាយើងកំពុងតែស្រូបទាញឬក៏អូសទាញរឿងរ៉ាវហេតុការណ៍ទាំងឡាយណាដែលស្តៀងគ្នាជាមួយនឹងអារម្មណ៍ផងយើងហ្នឹងហើយវានឹងធ្វើឲ្យយើងហ្នឹងមានអារម្មណ៍មិនល្អជាបន្តមកទៀតបាទចាំមើលណាតើលោកអ្នកដឹងដែរទេអត់មានបញ្ហាទៅនឹងអារម្មណ៍ផ្ទាល់ខ្លួនដែលនឹងប្រែប្រួលរយៈពេលឬក៏ឆាកជីវិតរបស់ពួកយើងហើយបើសិនជាលោកអ្នកមានថ្ងៃល្អហើយអារម្មណ៍របស់លោកអ្នកសប្បាយចិត្តបាទហើយកន្លែងនេះគេបានបកទៅក្រៅវិញថាបើសិនជាព្រឹកឡើងយើងបែរជាមានអារម្មណ៍ល្អវិញអញ្ចឹងអារម្មណ៍ល្អមួយហ្នឹងវានឹងមានសមត្ថភាពនៅក្នុងការអូសទាញរឿងរ៉ាវហេតុការណ៍ព្រឹត្តិការណ៍ទាំងឡាយណាដែលស្តៀងនឹងវានឹងដែរមានន័យថាបើសិនជាយើងសប្បាយចិត្តអញ្ចឹងយើងនឹងជួបទាក់ទងជាមួយនឹងរឿងរ៉ាវទាំងឡាយណាដែលនឹងធ្វើឲ្យយើងនឹងសប្បាយចិត្តជាបន្តនៅក្នុងរយៈពេលបាទមួយថ្ងៃនេះដូច្នេះសូមកុំឲ្យអ្វីផ្លាស់ប្ដូរអារម្មណ៍របស់លោកអ្នកឲ្យសោះនេះគឺលោកអ្នកកំពុងតែបន្តការតាក់ទាញទៅតាមច្បាប់នៃការតាក់ទាញស្ថានភាពជាច្រើនកលៈទេសៈជាច្រើនសុទ្ធតែធ្វើឲ្យអារម្មណ៍រីករាយថ្ងៃល្អថ្ងៃមិនល្អមានកាន់តែមានក្រកាន់តែក្រនេះគឺជាអ្វីដែលមនុស្សទាំងអស់នេះចង់បាននិងចង់បន្តលោកអ្នកអាចចាប់ផ្ដើមឥឡូវនេះសុទ្ធតែធ្វើឲ្យអារម្មណ៍រីករាយថ្ងៃល្អថ្ងៃមិនល្អមានកាន់តែមានក្រកាន់តែក្រនេះគឺជាបាទអញ្ចឹងកន្លែងនេះយើងចាប់បានឃ្លាមកប្រយោគដែលគាត់បានថាមានកាន់តែមានក្រកាន់តែក្រហេតុអីបានជាអញ្ចឹងមានន័យថាអ្នកក្រគាត់ប្រើប្រាស់អារម្មណ៍នៃភាពក្រលំបាកដដែលហើយអ្នកមានគាត់បានប្រើប្រាស់អារម្មណ៍នៃភាពស្ដុកស្ដំដដែលអញ្ចឹងហើយទៅធ្វើឲ្យខ្សែជីវិតពួកគាត់ហ្នឹងបាទវាខុសគ្នាដូចជាមួយនឹងដីគឺមានន័យថាអ្នកក្រនៅពេលដែលគាត់ក្រោបឡើងពីព្រលឹមអារម្មណ៍នៃការភ័យខ្លាចអារម្មណ៍នៃការភ័យព្រួយហើយនឹងអារម្មណ៍អវិជ្ជមានដែលមិនសប្បាយចិត្តជាមួយនឹងជីវិតខ្លួនឯងនៅក្នុងរយៈពេលមួយថ្ងៃនេះគឺធ្វើឲ្យគាត់នឹងមិនសប្បាយបាត់ទៅហើយអញ្ចឹងច្បាប់នៃការស្រូបទាញបានធ្វើការហើយក៏នឹងបង្ហាញឬក៏បញ្ជូនអ្វីដែលស្តៀងគ្នាបាទយកមកឲ្យគាត់នឹងបាទរស់នៅក្នុងស្ថានភាពដដែលចំណែកឯអ្នកមានវិញគេប្រើប្រាស់អារម្មណ៍នៃភាពស្ដុកស្ដំអារម្មណ៍នៃភាពជឿជាក់ថាវានឹងទទួលបានរឿងរ៉ាវណាមួយល្អបាទនៅក្នុងរយៈពេលមួយថ្ងៃហ្នឹងនេះឯងគឺជាមូលហេតុដែលធ្វើឲ្យអ្នកមានហ្នឹងគេចេះតែមានចំណែកឯអ្នកក្រហ្នឹងគេនៅតែក្រដដែលបាទជាអ្វីដែលមនុស្សទាំងអស់នេះចង់បាននិងចង់បន្តលោកអ្នកអាចចាប់ផ្ដើមឥឡូវនេះប្រើអារម្មណ៍សុខភាពប្រើអារម្មណ៍រីកចម្រើនប្រើអារម្មណ៍ក្តីស្រឡាញ់ដែលមានជុំវិញខ្លួនរបស់លោកអ្នកទោះបីជាវាគ្មានឬក៏គ្មានក៏ដោយវានឹងកើតឡើងវាប្រកបជាឆ្លើយតបទៅនឹងអារម្មណ៍ធម្មជាតិនៅក្នុងជីវភាពរីកចម្រើនឆ្លើយតបទៅកាន់ធម្មជាតិនៃបទចម្រៀងរបស់លោកអ្នកចក្រវាលថាវានឹងឆ្លើយតបពីព្រោះនេះគឺជាអារម្មណ៍របស់លោកអ្នកបានចឹងកន្លែងនេះគាត់បានប្រើប្រាស់ពាក្យថាអារម្មណ៍ធម្មជាតិពាក្យថាអារម្មណ៍ធម្មជាតិហ្នឹងគឺជាអារម្មណ៍ដែលមាននៅខាងក្នុងទោះបីជាអារម្មណ៍ទាំងអស់ហ្នឹងគឺជាអារម្មណ៍នៃការខ្លាចបន្លំក៏ដោយក៏គេហៅថាហ្នឹងគឺជាអារម្មណ៍ធម្មជាតិដែរកាលណាអារម្មណ៍ធម្មជាតិគឺអារម្មណ៍នៅខាងក្នុងនឹងវាបែបម៉េចអញ្ចឹងពិភពខាងក្រៅមានន័យថាចក្រវាលខាងក្រៅនិងព្រឹត្តិការណ៍រឿងរ៉ាវខាងក្រៅហ្នឹងគឺវានឹងធ្វើការឆ្លើយតបជាមួយនឹងអារម្មណ៍ធម្មជាតិមួយហ្នឹងគឺអារម្មណ៍ដែលមាននៅខាងក្នុងខ្លួនរបស់បុគ្គលម្នាក់ហ្នឹងបាទជាធម្មតាអ្វីដែលលោកអ្នកយកចិត្តទុកដាក់គិតនឹងអារម្មណ៍គឺជាអ្វីដែលតាក់ទាញនៅក្នុងបទពិសោធន៍របស់លោកអ្នកមិនថាអ្វីដែលលោកអ្នកចង់បានទេអ្វីដែលលោកអ្នកគិតនិងអ្វីដែលលោកអ្នកមានអារម្មណ៍និងអ្វីដែលសម្ដែងចេញឲ្យឃើញវាតែងតែត្រូវគ្នាគ្រប់ពេលគ្មានករណីលើកលែងវាពិបាកនឹងទៅឲ្យឃើញវាតែងតែបាទ what you think and what you feel and what you manifest is always match បាទអ្វីដែលអ្នកគិតអ្វីដែលអ្នកមានអារម្មណ៍បាទគឺទាំងអស់ហ្នឹងវាសុទ្ធតែឆ្លើយតបទៅកាន់គ្នាទៅវិញទៅមកហើយខាងចុងមិញតិចហ្នឹងត្រូវគ្នាគ្រប់ពេលបាទគាត់បាននិយាយថាគ្មានករណីលើកលែងទេបាទច្បាប់នៃការស្រូបទាញគឺវាធ្វើការបែបសុក្រិតគឺវាធ្វើការឆ្លើយតបជាមួយនឹងហេតុមានន័យថាអ្វីដែលយើងបានទទួលនឹងវាគ្រាន់តែជាផលទេបាទ what you think what you think នឹងគឺជាអ្វីដែលយើងគិតនឹងឯងហើយផលវាធ្វើការឆ្លើយតបជាមួយនឹងហេតុជានិច្ចនេះឯងដែលគាត់បាននិយាយថាគ្មានករណីលើកលែងនៅក្នុងច្បាប់នៃការស្រូបទាញនឹងទេពេលគ្មានករណីលើកលែងវាពិបាកនឹងទទួលយកប៉ុន្តែពេលណាទើបអាចបើកឱកាសសម្រាប់ខ្លួនឯងចំណុចនេះគឺអស្ចារ្យខ្លាំងណាស់វាមានន័យថាមិនថាលោកអ្នកគិតអ្វីទេនៅក្នុងជីវិតនេះវាអាចនឹងមិនទាន់ធ្វើតាមរយៈវែងមួយដែលលោកអ្នកមិនដឹងខ្លួន
លោកអ្នកមានអារម្មណ៍ល្អគឺជារឿងសំខាន់ខ្លាំងណាស់ពីព្រោះអារម្មណ៍ល្អនេះគឺជាសញ្ញាមួយដែលចេញទៅកាន់ពិភពលោកខាងក្រៅហើយចាប់ផ្ដើមតាក់ទាញកាន់តែច្រើនមកកាន់លោកអ្នកដូច្នេះលោកអ្នកមានអារម្មណ៍ល្អកាន់តែច្រើនលោកអ្នកកាន់តែតាក់ទាញច្រើននៅអ្វីដែលលោកអ្នកបានគិតថាអារម្មណ៍ល្អវាអាចជួយលោកអ្នកឈានទៅមុខជាបណ្ដាបណ្ដាបានចឹងកន្លែងនេះខ្ញុំសូមបន្ថែមអត្ថន័យបាទអត្ថន័យឲ្យអញ្ចឹងអារម្មណ៍ប្រៀបបានដូចជា sensor មួយយ៉ាងអញ្ចឹងមានន័យថាវាបានប្រាប់អ្នកថាតើអ្នកបានចូលនៅចំណុចណាមួយនៃច្បាប់របស់ចក្រវាឡមួយហ្នឹងបើសិនជាអ្នកមានអារម្មណ៍ល្អមានន័យថាអ្នកកំពុងតែចូលនៅលើផ្នែកវិជ្ជមាននៃច្បាប់បាទនៃច្បាប់ស្រូបទាញហើយបើសិនជាអ្នកមានអារម្មណ៍មិនល្អវិញមានន័យថាអ្នកបានចូលនៅលើផ្នែកអវិជ្ជមាននៃច្បាប់នៃការស្រូបទាញហើយខ្ញុំសូមបន្ថែមកន្លែងហ្នឹងបន្តិចទៀតថាដោយសារតែនៅក្នុងរយៈពេលមួយថ្ងៃគំនិតរបស់យើងបានគិតបាទគិតឡើងហ្នឹងគឺច្រើនណាស់60000ទៅ70000នៃគំនិតឬក៏អាចលើសពីហ្នឹងផងអញ្ចឹងបើសិនជាឲ្យយើងទៅតាមដានទៅតជាមួយនឹងគំនិតទាំងអស់ហ្នឹងវាហាក់បីដូចជារឿងមួយវាធ្ងន់ធ្ងរណាស់ព្រោះគ្មានពីណាគេម្នាក់មានសមត្ថភាពនៅក្នុងការទៅត្រួតពិនិត្យរាល់គំនិតខ្លួនឯងនោះទេប៉ុន្តែអារម្មណ៍គឺជាឧបករណ៍យ៉ាងសំខាន់បាទអារម្មណ៍គឺជា sensor មួយយ៉ាងដែលប្រាប់អ្នកថាតើអ្នកនៅចំណុចណាបើអ្នកសប្បាយចិត្តមានន័យថាអ្នកបានដើរស្របជាមួយនឹងអ្វីដែលអ្នកចង់បានហើយតែបើសិនជាអ្នកមិនសប្បាយចិត្តវិញមានន័យថាអ្នកបានដើរខុសពីអ្វីដែលអ្នកចង់បានហើយបាទកន្លែងហ្នឹងគឺគាត់ចង់និយាយអញ្ចឹងបានគិតថាអារម្មណ៍ល្អវាអាចជួយលោកអ្នកឈានទៅមុខជាបណ្ដាបណ្ដាពេលអ្នកមានអារម្មណ៍មិនសប្បាយចិត្តលោកអ្នកអាចដឹងថាវាអាចផ្លាស់ប្ដូរបានគឺដោយសារតែស្ដាប់បទចម្រៀងពីរោះចាប់ផ្ដើមច្រៀងវាធ្វើឲ្យផ្លាស់ប្ដូរអារម្មណ៍ឬមួយគិតអ្វីដែលស្អាតដូចជាកូនរបស់យើងប្រហែលជាសំណប់ចិត្តរបស់យើងបានអញ្ចឹងកន្លែងនេះគឺមានថាបើទោះបីជាអារម្មណ៍គឺជាឧបករណ៍យ៉ាងសំខាន់នៅក្នុងការធ្វើឲ្យអ្នកនឹងអាចឈរនៅលើផ្លូវរបស់ច្បាប់នៃការស្រូបទាញនឹងបានយ៉ាងមានប្រសិទ្ធភាពក៏ដោយតែសូមអ្នកគិតថាគ្មានពីណាគេម្នាក់ដែលមានសមត្ថភាពនៅក្នុងការធ្វើឲ្យខ្លួនឯងនឹងសប្បាយចិត្តគ្រប់ពេលនោះទេអញ្ចឹងកន្លែងនេះហាក់បីដូចជាគាត់នឹងប្រាប់កលឹះមួយយ៉ាងល្អមកកាន់យើងថាសូមឲ្យអ្នកនឹងធ្វើការស្មើស្មៃទៅលើអ្វីក៏បានដែរដែលធ្វើឲ្យអ្នកនឹងសប្បាយចិត្តបើសិនជាអ្នកមានកូនសូមឲ្យអ្នកបាទមើលទៅកាន់កូនដោយក្តីសង្ឃឹមហើយនោះឯងគឺជាកម្លាំងចិត្តហើយបើសិនជាអ្នកមានដូចជាសត្វចិញ្ចឹមហើយសត្វចិញ្ចឹមនេះក៏ជាអ្វីមួយយ៉ាងដែលធ្វើឲ្យម្ចាស់វានឹងសប្បាយចិត្តដែរបើសិនជាអ្នកគឺជាអ្នកដែលចូលចិត្តបាទដូចជាការដាំឈើអីចឹងយើងអាចធ្វើអ្វីក៏បានដែរបាទដែលធ្វើឲ្យយើងនឹងមានអារម្មណ៍ល្អនេះឯងគឺជាអាចកំបាំងនៅក្នុងការថែទាំអារម្មណ៍ផងយើងនឹងឲ្យស្ថិតនៅក្នុងបាទផ្លូវវិជ្ជមានរហូតហើយយើងត្រូវដឹងថានៅពេលដែលអារម្មណ៍ផងយើងបែបនេះរហូតអញ្ចឹងយើងក៏មានសមត្ថភាពនៅក្នុងការប្រើប្រាស់ច្បាប់នៃការស្រូបទាញនឹងឲ្យត្រូវជាមួយនឹងអ្វីដែលយើងចង់បានផងដែរចំណុចទាំងអស់នេះត្រូវតែទុកនៅក្នុងចិត្តហើយអ្វីលោកអ្នកត្រូវតែបង្ហាញឲ្យបានប៉ុន្តែគំនិតនេះអ្នកនឹងចាប់ផ្ដើមមានអារម្មណ៍កាន់តែល្អគោលការណ៍នេះគឺពឹងផ្អែកទៅលើសត្វចិញ្ចឹមគ្រួសាររបស់លោកអ្នកឧទាហរណ៍គេពូកែជាងខ្ញុំព្រោះពួកគេស្ថិតនៅក្នុងអារម្មណ៍រីករាយនេះគឺជាក្តីស្រឡាញ់មួយដ៏អស្ចារ្យដែលនាំមកនូវសេចក្តីសុខនៅក្នុងជីវិតរបស់អស់លោកអ្នកនេះហៅថាកាដូអ្វីទៅពេលលោកអ្នកទទួលបានឱកាសនេះគឺពេលដែលលោកអ្នកចាប់ផ្ដើមដឹកនាំគំនិតរបស់លោកអ្នកពឹងផ្អែកទៅលើអ្វីដែលគេមានអារម្មណ៍លោកអ្នកចាប់ផ្ដើមសម្គាល់ខ្លាំងខ្លាយរវាងអារម្មណ៍និងគំនិតរបស់លោកអ្នកនិងអ្វីត្រឡប់ទៅរកលោកអ្នកមុនពេលលោកអ្នកដឹងលោកអ្នកត្រូវដឹងថាខ្លួនឯងគឺជាអ្នកបង្កើតការពិតឲ្យខ្លួនឯងចំពោះអ្នកទាំងឡាយណាដែលមែនពីចម្ងាយនៅស្ថិតនៅក្នុងភាពមហស្ចារ្យហើយជាជីវិតដ៏ល្អរបស់យើងចប់បានអញ្ចឹងកន្លែងនេះខ្ញុំសូមបន្ថែមអត្ថន័យទៅលើពាក្យថាអារម្មណ៍និងគំនិតអញ្ចឹងគំនិតបងប្អូនទាំងអស់គ្នាត្រូវដឹងថាគឺជាការសម្រេចចិត្តនៅពេលដែលយើងធ្វើការជ្រើសរើសទៅលើអ្វីមួយឧទាហរណ៍ថានៅពេលដែលយើងគិតទៅលើអ្វីមួយដដែលនោះគេឲ្យឈ្មោះថាគឺជាសម្ព័ន្ធភាពរបស់គំនិតដែលយើងមានសមត្ថភាពនៅក្នុងការអាចជ្រើសរើសអ្វីមួយតាមរយៈនៃការសំនឹកដដែលដោយឡែកនៅពេលដែលអារម្មណ៍បែបសំនឹកបាទគឺមានថានៅពេលដែលយើងចាប់ផ្ដើមគិតដដែលហើយវានឹងខ្លាចទៅជាអារម្មណ៍សំនឹកពាក្យថាអារម្មណ៍សំនឹកហ្នឹងគឺវានឹងមានសមត្ថភាពនៅក្នុងការអូសទាញអ្វីគ្រប់យ៉ាងហ្នឹងមកដល់ឯងបាទមិនមែនយើងចាំបាច់ធ្វើវារហូតនោះទេព្រោះអារម្មណ៍បែបសំនឹកនេះគឺជាអារម្មណ៍ដោយស្វ័យប្រវត្តិដែលមានសមត្ថភាពនៅក្នុងការអាចភ្ជាប់ទៅកាន់បាទចក្រវាឡបានដោយស្វ័យប្រវត្តិចំណែកឯការគិតគឺជាអ្វីដែលយើងមានសមត្ថភាពនៅក្នុងការជ្រើសរើសអ្វីមួយបាទចាប់ផ្ដើមតាំងពីខ្ញុំទទួលបានអាកំបាំងហើយចាប់ផ្ដើមសម្របទៅនឹងជីវិតរបស់ខ្ញុំជីវិតរបស់ខ្ញុំប្រៀបដូចជីវិតទៅមុនខ្ញុំគឺជាជីវិតដែលលោកអ្នកស្រមៃហើយខ្ញុំរស់បាទហើយកន្លែងនេះគឺជាតួអង្គមួយដែលឈ្មោះផងគាត់ហ្នឹងគឺ Jack Canfield ដែលគាត់ហ្នឹងក៏ជាអ្នកមានម្នាក់ដែរហើយគាត់ក៏ចូលរួមទៅជាមួយនឹងការបើកអាត់កំបាំងមួយនេះដែរដែលគាត់បាននិយាយទៅជាមួយនឹងភាពមានបានផងគាត់បាទនេះនៅក្នុងឱកាសបែបនេះខ្ញុំរស់នៅក្នុងភូមិគ្រឹះដែលមានតម្លៃ 4.5 លានដុល្លារខ្ញុំមានភរិយាខ្ញុំបានទៅលំហែកាយនៅកន្លែងសំខាន់ជាច្រើននៅក្នុងពិភពលោកខ្ញុំឡើងភ្នំស្រាវជ្រាវខ្ញុំស្ថិតនៅក្នុងតំបន់ Safira គឺដោយសារតែយើងដឹងពីការប្រើប្រាស់អាត់កំបាំងនេះឯងជីវិតគឺជាបាតុភូតដ៏អស្ចារ្យបំផុតពេលដែលលោកអ្នកប្រើអាត់កំបាំង
មានមនុស្សជាច្រើនសួរខ្ញុំថានៅក្នុងដំណាក់កាលនេះតើពួកខ្ញុំគួរធ្វើអ្វីហើយការងារអ្វីដែលនៅក្នុងពិភពចក្រវាឡនេះដូចនេះសូមពិនិត្យមើលជាមួយគ្នាឥឡូវនេះយើងសូមលើកឧទាហរណ៍បើសិនជាលោកអ្នកគិតពីអាឡាដាំងនិងចង្កៀងទេពរបស់គេលោកអ្នកប្រហែលជាធ្លាប់ឮហើយអាឡាដាំងចាប់យកចង្កៀងទេពរបស់គេហើយជូតធូលីដីពេលនោះចេញនេះចេញមកក៏និយាយពាក្យមួយបាទអញ្ចឹងខ្ញុំសូមឲ្យបងប្អូនទាំងអស់គ្នាកលេចមើលកន្លែងនេះអញ្ចឹងបុរសម្នាក់ដែលមានមាឌធំនោះនឹងគេឲ្យឈ្មោះថាជា Jenny ចំណែកឯតួអង្គផងយើងដែលជាអ្នកសុំនៅអ្វីដែលចង់បានហ្នឹងគេឲ្យឈ្មោះថាជាអាឡាដាំងអញ្ចឹងយើងកលេចមើលហាក់បីដូចជាការប្រៀបធៀបមួយថងថា Jenny ហ្នឹងគឺជាចក្រវាឡខាងក្រៅដែលជាអ្នកចាំតែឆ្លើយតបជាមួយនឹងសំណើផងយើងទីហើយចក្រវាឡខាងក្នុងគឺយើងនេះឯងបាទគឺអាឡាដាំងហ្នឹងឯងគឺជាអ្នកសុំនៅអ្វីដែលខ្លួនឯងនឹងចង់បានហើយរាល់ពេលដែលអាឡាដាំងបាននិយាយថាខ្ញុំចង់បាននេះខ្ញុំចង់បាននោះអញ្ចឹងយៈសេនីបាទ Jenny ហ្នឹងគាត់តែងតែនិយាយថាបំណងប្រាថ្នារបស់លោកម្ចាស់គឺជាកាតព្វកិច្ចរបស់ខ្ញុំគឺមានន័យថាចក្រវាឡខាងក្រៅហ្នឹងវាចាំតែឆ្លើយតបទាក់ទងជាមួយនឹងរលកហ្វ្រេកង់នៃការគិតរបស់មនុស្សតែប៉ុណ្ណោះបាទខ្ញុំបំរើលោកម្ចាស់បើសិនជាលោកអ្នកតាមដានរឿងរ៉ាវពីដើមរបស់វាប្រហែលជាដឹងហើយថាវាមានបំណងប្រាថ្នា3ប៉ុន្តែបើលោកអ្នកតាមដានសាច់រឿងដើមរបស់វាហាក់បីដូចគ្នាដែលកំណត់ក្នុងការប៉ងប្រាថ្នាបាទអញ្ចឹងកន្លែងនេះគាត់បានបន្ថែមថាដោយឡែកនៅក្នុងបាទរឿងមិញណាបាទសាច់រឿងមិញគឺមានបំណងប្រាថ្នាហ្នឹងតែ3ទេហើយបើយើងមកមើលជីវិតពិតវិញទាក់ទងជាមួយនឹងការប្រើប្រាស់ច្បាប់របស់ចក្រវាឡមួយនេះគឺមិនប្រកាន់ថា3ដង2ដងម្ដងទេគឺឲ្យតែអ្នកមានសមត្ថភាពនៅក្នុងការ control នៅក្នុងការគ្រប់គ្រងទៅលើរលកសញ្ញារបស់អ្នកឲ្យស្ថិតនៅក្នុងបែបវិជ្ជមានសុទ្ធមានន័យថាអ្នកនៅតែមានសិទ្ធិនៅក្នុងការអាចតាក់ទាញអ្វីគ្រប់យ៉ាងល្អហ្នឹងឲ្យចូលមកកាន់ជីវិតរបស់អ្នកកាន់តែច្រើនបាទច្រើនទៅតាមរលកសញ្ញាផនយើងនឹងឯងទេគួរឲ្យគិតមើលឲ្យបានច្បាស់ពេលនេះចូលធ្វើការប្រៀបធៀបដើម្បីសម្របសម្រួលជីវិតរបស់លោកអ្នកដែលចាំបានទេអាឡាដាំងគឺជាមនុស្សដែលតែងតែទាមទារអ្វីដែលគេចង់បានបន្ទាប់ពីនេះលោកអ្នកនឹងទទួលបានពិភពមួយដ៏អស្ចារ្យជាមួយនឹងរូបរាងជានេះដ៏អស្ចារ្យទៅតាមប្រពៃណីហៅថាទៅតាមចំណុចផ្សេងគ្នានេះគឺជាអាទិទេពអ្នកដែលមានមហិទ្ធិឫទ្ធិខ្ពស់ខ្ញុំចង់និយាយថាយើងអាចដាក់ស្លាកសញ្ញាអ្វីមួយក៏បានដែរហើយអាឡាដាំងគឺតែងតែនិយាយពាក្យមួយខ្ញុំបំរើលោកម្ចាស់ដូច្នេះយើងចង់និយាយថាវាជាដំណើរការច្នៃប្រឌិតឬដំណើរការ3ជំហានមួយលោកអ្នកត្រូវតែសួរថាតើលោកអ្នកត្រូវការអ្វីលោកអ្នកមិនបាច់ប្រើពាក្យសួរទេតាមពិតពិភពទាំងនេះមិនបានស្ដាប់ឮសំឡេងចេញពីមាត់បាទអញ្ចឹងកន្លែងនេះគេប្រើពាក្យថា ask ហ្នឹងគឺយើងប្រែថាសួរមែនទេតែនៅក្នុងភាសាកន្លែងនេះគឺយើងប្រែថាសុំមានន័យថាដំណើរការដំបូងសម្រាប់អ្នកដែលចង់ប្រើប្រាស់ច្បាប់នៃចក្រវាឡសូមអ្នកសុំទៅលើអ្វីដែលអ្នកគិតថាអ្នកចង់អនុញ្ញាតឲ្យវត្ថុនោះចូលមកកាន់ជីវិតរបស់អ្នកព្រោះពាក្យថាសុំនេះខ្ញុំសូមបើកមុខកញ្ចក់បាទបើកមុខកញ្ចក់បន្តិចព្រោះបានដូចជាការបណ្ដោះគ្រាប់ពូជអ្វីមួយរូបភាពណាមួយចូលទៅកាន់ស្ទាប់ខួរក្បាលផងយើងអញ្ចឹងបាទវាមិនមែនថាបន្ទាប់ពីយើងសុំហើយវាបែរជារបស់យើងសុំហ្នឹងវាធ្លាក់មកពីលើមេឃនោះទេមិនមែនទេពាក្យថាច្បាប់របស់ចក្រវាឡមិនបានធ្វើការបែបហ្នឹងទេបើសិនជាអ្នកណាម្នាក់មកប្រាប់ខ្ញុំថាវាធ្វើការបែបអញ្ចឹងមែនខ្ញុំក៏មិនជឿដែរសូម្បីតែខ្ញុំអ្នកធ្វើការអធិប្បាយនេះក៏ដោយប៉ុន្តែកន្លែងហ្នឹងគឺចង់ថានៅពេលដែលអ្នកសុំគឺជាការបណ្ដោះគ្រាប់ពូជបាទរូបភាពបាទនៅក្នុងភាសាអង់គ្លេសគេឲ្យឈ្មោះថា visualization គឺជាការកំណត់រូបភាពណាមួយជាក់លាក់នៅក្នុងខួរក្បាលផងយើងបាទគាត់របស់លោកអ្នកទេពិភពលោកឆ្លើយតបទាំងស្រុងទៅនឹងលើគំនិតរបស់លោកអ្នកបាទហើយកន្លែងនេះនៅពេលដែលយើងប្រើប្រាស់ទាក់ទងជាមួយនឹងពាក្យថាសុំហ្នឹងវាគ្រាន់តែជាពាក្យទេហេតុអីបានជាអញ្ចឹងព្រោះពាក្យថាសុំនៅពេលដែលយើងចាប់ផ្ដើមប្រើប្រាស់វាបានបង្កប់គំនិតវិជ្ជមាននៅក្នុងហ្នឹងវាបានបង្កប់បំណងប្រាថ្នានៅក្នុងហ្នឹងអញ្ចឹងគាត់បានប្រាប់ទៅថាច្បាប់នៃការស្រូបទាញវាអត់យល់ទៅជាមួយនឹងពាក្យថាសុំទេបាទគាត់បានបញ្ជាក់កន្លែងហ្នឹងដែរថាបើទោះបីជាវាអត់យល់មែនតែវាបានឆ្លើយតបជាមួយនឹងគំនិតនៅកន្លែងណានៅពេលដែលអ្នកចាប់ផ្ដើមសុំប្រាប់បានដូចជាអ្នកបានប្រកាសទៅជាមួយនឹងរលកសញ្ញាវិជ្ជមានរបស់អ្នកហ្នឹងទៅកាន់ពិភពខាងក្រៅនេះឯងដែលច្បាប់នៃការស្រូបទាញហ្នឹងវាធ្វើការឆ្លើយតបជាមួយនឹងរលកគំនិតរបស់អ្នកតើលោកអ្នកចង់បានអ្វីឲ្យប្រកបចូលអង្គុយឲ្យសរសេរដាក់លើក្រដាសសរសេរអត្ថន័យនៅក្នុងបច្ចុប្បន្នកាលលោកអ្នកប្រហែលជាកំពុងសរសេរខ្ញុំសប្បាយបាទហើយលោក Bob Proctor ក៏បាននិយាយថាសូមឲ្យអ្នកហ្នឹងមានភាពជាក់លាក់កន្លែងហ្នឹងចង់និយាយថាកុំឲ្យមានភាពច្បុកច្បល់តើអ្នកចង់បានអីបាទអ្នកចង់បានអីហ្នឹងគឺមានថាគឺជាការគូសឆ្កូតបាទក៏ដូចជាការបណ្ដុះគ្រាប់ពូជនៅក្នុងចិត្តនិងស្ទាប់ចិត្តខាងក្នុងផងយើងបាទហើយកន្លែងនេះគេបានសរសេរពាក្យថា I am so happy មានន័យថាអ្នកសរសេរហ្នឹងគាត់ធ្វើខ្លួនហ្នឹងប្រៀបបានដូចជាគាត់ហ្នឹងទទួលរួចបាត់ទៅហើយហេតុអីបានជាអញ្ចឹងព្រោះច្បាប់នៃចក្រវាឡវាធ្វើការឆ្លើយតបជាមួយអារម្មណ៍ភ្លាមបើអ្នកមានអារម្មណ៍ថាអ្នកសប្បាយចិត្តនៅក្នុងគណៈពេលនេះមានន័យថាអ្នកនឹងទទួលបានរឿងរ៉ាវហេតុការណ៍ទាំងឡាយណាដែលនឹងធ្វើឲ្យអ្នកនឹងសប្បាយចិត្តជាបន្តមកទៀតហើយកន្លែងនេះបើសិនជាអ្នក
គិតថាអ្នកសប្បាយចិត្តជាមួយនឹងការទទួលបានអ្វីដែលអ្នកបានសុំនឹងហើយនោះគឺមានថាអ្នកនឹងបានព្រោះអ្នកបានកំណត់វាទុកនៅក្នុងចិត្តរបស់អ្នកនឹងរួចបាត់ទៅហើយ អាចចិត្តឲ្យខ្ញុំក៏សូមអរគុណដែររួចហើយពន្យល់តើលោកអ្នកចង់បានអ្វីនៅក្នុងជីវិតនេះបែបនេះពិតជាអស្ចារ្យខ្លាំងណាស់បែបនេះប្រៀបដូចជាចក្រវាឡទាំងមូលដូចជាកាតាឡុករបស់លោកអ្នកចង់ទៅណាមកណាវាងាយស្រួលខ្ញុំចង់បានបទពិសោធន៍ទាំងនេះខ្ញុំចង់បានលទ្ធផលហើយខ្ញុំចង់បានមនុស្សបែបហ្នឹងលោកអ្នក បាទអញ្ចឹងគាត់បានបន្ថែមទៀតថាចក្រវាឡប្រៀបបានដូចជាកាតាឡុកអញ្ចឹងប្រៀបបានដូចជារូបគុំអញ្ចឹងគឺចាំតែឆ្លើយតបជាមួយនឹងរលកនៃគំនិតផុនអញ្ចឹងទេបាទ ត្រូវតែដាក់បញ្ជីជាមួយនឹងចក្រវាឡជាការងារស្រួលបំផុត ជំហានទី2ចម្លើយគឺជាចម្លើយទៅនឹងសំណួររបស់លោកអ្នកហើយមិនមែនជាកិច្ចការចេញមកពីរាងកាយរបស់លោកអ្នកទេចក្រវាឡនឹងធ្វើជាងនេះជូនលោកអ្នកកម្លាំងនៃចក្រវាឡទាំងអស់ឆ្លើយតបទៅនឹងគំនិតដែលលោកអ្នកកំពុងផ្ដោតចង់បាន ខ្ញុំបម្រើលោកម្ចាស់ហើយចក្រវាឡក៏ចាប់ផ្ដើមរៀបចំខ្លួនធ្វើអ្វីៗឲ្យកើតឡើងនៅក្នុងជីវិតរបស់អស់លោកអ្នក បាទកន្លែងនេះគឺមានន័យថាបន្ទាប់ពីអ្នកហ្នឹងបដោះក្របពូជមានន័យថាបន្ទាប់ពីយើងសុំហើយសូមផ្ដល់អារម្មណ៍នៃភាពជឿជាក់បាទមិនចាំបាច់ខ្វល់អីទេគ្រាន់តែបង្កើតអារម្មណ៍នៃភាពជឿជាក់ថាអ្នកបានរបស់នឹងរួចបាត់ទៅហើយនៅក្នុងចិត្តផងយើងណាបាទយើងមានអារម្មណ៍នៃភាពជឿជាក់ថាយើងលែងខ្វល់អីទេដែរគឺដឹងតែចក្រវាឡហ្នឹងជាអ្នកធ្វើការបាត់ទៅហើយបាទ ពួកយើងភ័យច្រើនមិនដែលអនុញ្ញាតឲ្យខ្លួនឯងសម្រាប់តែអ្វីដែលយើងចង់បាននោះទេពីព្រោះយើងអាចមើលមិនឃើញអ្វីដែលកំពុងតែកើតមាន បាទកន្លែងនេះគឺលយមែនទែន ធ្វើអ្វីៗឲ្យកើតឡើងនៅក្នុងជីវិតរបស់អស់លោកអ្នកពួកយើង បាទសូមបងប្អូនទាំងអស់គ្នាស្ដាប់កន្លែងនេះ ភ័យច្រើនមិនដែលអនុញ្ញាតឲ្យខ្លួនឯងសម្រាប់តែអ្វីដែលយើងចង់បាននោះទេ ពួកយើងភាកច្រើនមិនដែលអនុញ្ញាតឲ្យខ្លួនឯងហ្នឹងសម្របខ្លួនទៅតាមអ្វីដែលខ្លួនឯងចង់បានទេ ពីព្រោះយើងអាចមើលមិនឃើញអ្វីដែលកំពុងតែកើតមានបើសិន ដោយសារតែយើងតែងតែគិតហេតុផលច្រើនពេកបាទយើងតែងតែចង់ដឹងថាតើចក្រវាឡហ្នឹងធ្វើការរបៀបម៉េចក៏ដូចជាតើអាចកំបាំងនៅខាងក្នុងហ្នឹងវាដំណើរការយ៉ាងម៉េចនៅពេលដែលយើងរកហេតុផលកន្លែងហ្នឹងច្រើនពេកវាធ្វើឲ្យយើងនឹងបាត់ចំណឿចិត្តយើងបែរជាគិតថាគ្មានមនុស្សណាម្នាក់ចាត់ចែងរៀបចំឲ្យយើងផងសួរថាតើយើងនឹងបានទទួលយ៉ាងម៉េចឃើញទេវានឹងបង្កើតទៅជាអារម្មណ៍នៃការខ្វល់ខ្វាយការអស់សង្ឃឹមបាត់ទៅហើយនេះគឺមានន័យថាអ្នកបានធ្លាក់ចូលទៅកន្លែងបាទក៏ដូចជាផ្លូវអវិជ្ជមានរបស់ច្បាប់ហ្នឹងរួចបាត់ទៅហើយ គិតជាលោកអ្នកធ្វើការស្រាវជ្រាវវានឹងក្លាយទៅជាផុតតាមួយសម្រាប់ពួកយើងដែលគ្រប់គ្នាងាយនឹងទទួលបានជោគជ័យពួកគេអត់ដឹងថាងាយធ្វើអីទេប៉ុន្តែពួកគេដឹងថាអ្វីដែលពួកគេត្រូវតែធ្វើនៅក្នុងពេលនេះលោកអ្នកមិនចាំបាច់ចង់ថាចេញបែបណាទេលោកអ្នកមិនចាំបាច់ចង់ដឹងចក្រវាឡរៀបចំពិធីអ្វីជូនអស់លោកអ្នកទេលោកអ្នកអត់ដឹងអ្វីទេចាំខ្ញុំបង្ហាញលោកអ្នកប្រកាសជាចាប់អារម្មណ៍ ដូច្នេះមិត្តភក្តិយើងនិយាយថាច្បាស់ជាមានអ្វីមួយខុសពីធម្មតាព្រោះខ្ញុំដឹងខ្ញុំចង់សួរសម្ភារៈរបស់ខ្ញុំនៅឯណាហើយយើងនិយាយថាបើលោកអ្នកចង់ដឹងលោកអ្នកគួរតែបំពេញតាមជំហានទី1លោកអ្នកត្រូវតែធ្វើចម្លើយរបស់ចក្រវាឡគ្រប់ពេលអត់មានករណីលើកលែងប៉ុន្តែនៅមានជំហានមួយទេតែលោកអ្នកត្រូវតែយល់ហៅថាជំហានទី3ដែលជាជំហានមានន័យថាលោកអ្នកត្រូវតែសម្របខ្លួនឯងទៅនឹងអ្វីដែលលោកអ្នកចង់បាននោះលោកអ្នកនឹងមានអារម្មណ៍ថាអស្ចារ្យនេះ បាទអញ្ចឹងកន្លែងនេះគឺចង់មានថាសូមឲ្យអ្នកនឹងធ្វើអារម្មណ៍នៃការទទួលអញ្ចឹងពាក្យថាការទទួលមិនមែនតតែយើងបានរបស់ហ្នឹងទេអញ្ចឹងពាក្យថាការទទួលគឺអ្នកទាំងអស់គ្នាទទួលបានអារម្មណ៍រំភើបនៅក្នុងចិត្តបាទអារម្មណ៍បែបរំភើបនៅក្នុងចិត្តនេះឯងគេឲ្យឈ្មោះថាអារម្មណ៍នៃការទទួល នេះហើយជាចំណុចសំខាន់ដែលលោកអ្នកទទួលបានភាពរីករាយកន្លែងដែលទទួលបានការអបអរសាទរនិងកន្លែងដែលទទួលបានអារម្មណ៍រីករាយប៉ុន្តែនៅពេលលោកអ្នកមានអារម្មណ៍អស់សង្ឃឹមភ័យខ្លាចឬក៏ខឹងបន្ទាប់មកនៅពេលលោកអ្នកចាប់ផ្ដើមយល់ថាត្រង់ហ្នឹងគឺជាអ្វីៗគ្រប់យ៉ាងហើយលោកអ្នកចាប់ផ្ដើមដឹកនាំគំនិតរបស់ខ្លួនទៅតាមអ្វីដែលគេមានអារម្មណ៍បន្តិចម្ដងលោកអ្នកនឹងដឹងពីអារម្មណ៍ទាំងនោះឥឡូវលោកអ្នកកំពុងស្ថិតនៅទីនេះហើយក៏កើតឡើងក្នុងបទពិសោធន៍របស់លោកអ្នកដែរ បាទឃើញហើយហើយកន្លែងនេះគឺចង់មានន័យថាលោកតាម្នាក់ហ្នឹងគឺមិនមែនជាចក្រវាឡទេប៉ុន្តែគឺជាអ្នកត្រូវបានចក្រវាឡហ្នឹងបណ្ដាលចិត្តឲ្យគាត់ហ្នឹងបាទធ្វើរឿងមួយហ្នឹងសម្រាប់ចៅគាត់អីចឹងទៅហើយពាក្យថាចក្រវាឡជាអ្នកធ្វើការហ្នឹងគឺចក្រវាឡហ្នឹងបញ្ជូនមនុស្សម្នាដែលមានរលកហ្វ្រេកង់ស្តៀងយើងហ្នឹងនឹងយកអារបស់ដែលយើងចង់បានហ្នឹងមកឲ្យយើងឬក៏រឿងរ៉ាវផ្លាច់ច្រើនទៀតដែលជាអភិនិហាវាអាចកើតឡើងនៅក្នុងជីវិតផងយើងផ្ទាល់តែម្ដង ពេលដែលយើងបដូរភាពអស្ចារ្យទៅជាការពិតលោកអ្នកស្ថិតនៅក្នុងទីឋានមួយពង្រីកខ្លួនឲ្យកាន់តែធំហើយកាន់តែល្អសូមបញ្ជាក់ជូនមិត្តរបស់ខ្ញុំបាទអញ្ចឹងគឺយើងជួបគ្នាតែប៉ុណ្្នឹងសិនចុះដោយសារតែខាងខ្ញុំគឺភ្លៀងទៀតហើយដល់ពេលអញ្ចឹងខ្លាចបងប្អូនទាំងអស់គ្នាស្ដាប់អត់បានបាទសូមអរគុណ